សួស្តីអ្នកនរគ្នាមានបងប្អូនម្នាក់គាត់សួរខ្ញុំថាពាក់ព័ន្ធជាមួយនឹងកាមេរ៉ា Sony ដល់ពេលដែលគាត់ប្រើប្រាស់ app ដើម្បីមើលរូបភាពរបស់ការថតរបស់ Sony ថាហេតុអីបានវាពណ៌នៅក្នុងកាមេរ៉ាហើយនឹងពណ៌នៅក្នុងទូរស័ព្ទវាខុសគ្នាអញ្ចឹងវីដេអូនេះខ្ញុំធ្វើការបង្ហាញអ្នកទាំងអស់គ្នាតើមូលហេតុអីបានជាវាមានពណ៌ខុសគ្នាអូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងតាមរយៈសំណួរដែលបងអូនបានសួរខ្ញុំកាលពីវីដេអូមុននោះខ្ញុំនឹងធ្វើការបកស្រាយអញ្ចឹងវាអាចនឹងមាន2ចំណុចដែលអ្នកទាំងអស់គ្នាឬក៏បងអូនធ្វើការកែប្រែឬក៏ធ្វើការស្វែងយល់នៅក្នុងកាមេរ៉ាហើយនៅក្នុង app ដែលមាននៅក្នុងទូរស័ព្ទហ្នឹងតែម្ដងបាទទូទៅបើសិនជាអ្នកទាំងអស់គ្នាឬក៏បងអូនថត file RAW ណាថត file RAW មានន័យថាថត file RAW នៅក្នុងកាមេរ៉ាអញ្ចឹងយើងឃើញស្អាតហើយប៉ុន្តែវាមាន preset ប៉ុន្មានបងថតអីគេ landscape ថត standard ថត trade ឬមួយក៏ vivid អីជាដើមអញ្ចឹងទៅអញ្ចឹងវានឹងបង្ហាញពណ៌វានឹងឃើញពណ៌នៅខាងក្នុងកាមេរ៉ាហើយប៉ុន្តែនៅពេលដែលបងអូន download ចូលមកក្នុងទូរស័ព្ទឬក៏ view ក្នុងទូរស័ព្ទវាទៅជាពណ៌ slate ពណ៌ flat អត់មាន color អីច្រើននៅក្នុងហ្នឹងអាហ្នឹងគឺមូលហេតុយើងថត raw អញ្ចឹងណាអញ្ចឹងនៅពេលដែលបងអូនថត raw កាមេរ៉ាអេក្រង់ទូរស័ព្ទវានឹងបង្ហាញ preset ដែលយើងមាននៅក្នុងនឹងស្រាប់ហើយអញ្ចឹងវាឃើញពណ៌ដែលបងអូនចង់បានហើយណាប៉ុន្តែនៅពេលដែលយើង download ទៅវានឹងពណ៌ slate ធម្មតាដោយសារអីនៅពេលដែលបងអូនទាញយកទិន្នន័យនឹងមកទាញយករូបភាពនឹងមករូបភាពនឹងគឺជារូបភាព raw ដែលអត់មាន preset ដែលអត់មានការរៀបចំអីផ្សេងនោះទេប៉ុន្តែបើសិនជាលក្ខខណ្ឌបងអូនធ្វើការថតដោយប្រើ file អីគេ JPEG មិនមែនជា file RAW ទេអញ្ចឹងនៅពេលដែលបងអូនប្រើប្រាស់កាមេរ៉ាបងអូន set កាមេរ៉ារបស់យើងថតជាលក្ខណៈ JPEG គឺជា file ដែលចម្អិនហើយអញ្ចឹងនៅពេលហ្នឹងបងអូន set standard color ពណ៌ណាឬក៏ vivid color ឬក៏ portrait color អញ្ចឹងនៅពេលដែលបងអូនធ្វើការផលិតរូបភាពបងអូនថតនៅក្នុងលក្ខខណ្ឌពណ៌មួយណាក៏ដោយបងអូនធ្វើការ download មកអញ្ចឹង file ហ្នឹងចូលមកក្នុងទូរស័ព្ទពណ៌វានឹងមានសភាពដូចជាមួយក្នុងអេក្រង់កាមេរ៉ាដោយសារបងអូនថត file JPEG មិនមែនជា file RAW បញ្ជាក់បើសិនជាថត RAW បងអូនទាញមកចូលទូរស័ព្ទតាម app file ហ្នឹងគឺច្បាស់ជា slate អត់មានពណ៌អីច្រើនទេតែបើសិនជាបងអូនថត JPEG បងអូនធ្វើការទាញយករូបភាពហ្នឹងចូលមកក្នុងកាមេរ៉ាក្នុងទូរស័ព្ទវានឹងផ្ដល់ឲ្យនៅរូបភាពដែលមានពណ៌ដែលបានចម្អិនហើយអញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតថត RAW ខុសពី JPEG នៅពេលដែលបងអូនថត RAW បងអូនទាញរូបភាពហ្នឹងចូលមកនៅក្នុងអេក្រង់ទូរស័ព្ទច្បាស់ណាស់រូបភាពរបស់បងអូនច្បាស់ជា slate អត់មានពណ៌អីច្រើនទេតែបើសិនជាបងអូនថត JPEG ទាញរូបភាព JPEG ហ្នឹងចូលមកក្នុងទូរស័ព្ទច្បាស់រូបភាពហ្នឹងច្បាស់ជាទៅតាមពណ៌ដែលយើងធ្វើការ set នៅក្នុងកាមេរ៉ានោះហើយបាទអញ្ចឹងអានឹងចំណុចទី1ដែលបងអូនត្រូវការធ្វើការសាកល្បងស្វែងយល់ហើយនឹងអនុវត្តសាកមើលទី2វាអាចមកពីកាមេរ៉ាហើយនឹងទូរស័ព្ទរបស់បងអូនបើសិនជាប្រើ iPhone អាចប្រហែលជាបងអូន setគេហៅថា true tone color ណាចឹងនៅលើទូរស័ព្ទ iPhone វាមានមុខងារមួយដែលហៅថា true tone color ដែលជាពណ៌ដែលវាធ្វើការបត់បែនទៅតាមស្ថានភាពជាក់ស្ដែងនៅលើបរិយាកាសរបស់យើងដែលមានពណ៌នៅទីតាំងហ្នឹងឧទាហរណ៍ល្ងិតវាផ្ដល់ពណ៌អីផ្សេងនៅកន្លែងភ្លឺវាផ្ដល់ពណ៌អីផ្សេងចឹងទៅអញ្ចឹងបងអូនធ្វើការបិទមុខងារនឹងមួយសិនហើយធ្វើការ download រូបភាពមកតើវាមានសភាពយ៉ាងម៉េចតែបើសិនជាយើងនៅតែមានសភាពបែបហ្នឹងទៀតអាហ្នឹងយើងនឹងមានរឿងអីផ្សេងឬមួយក៏បញ្ហាអីផ្សេងមួយទៀតដែរនៅខាងក្នុងទូរស័ព្ទហ្នឹងឬក៏នៅក្នុងកាមេរ៉ាហ្នឹងអញ្ចឹងខ្ញុំចង់ឲ្យបងអូនមើលវីដេអូនេះហើយធ្វើការស្រាវជ្រាវឬក៏អនុវត្តបន្ថែមតាមអ្វីដែលខ្ញុំបញ្យល់ប្រាប់ហើយធ្វើការផ្លាស់ប្ដូរសាកមើលតែបើសិនជាបញ្ហាហ្នឹងនៅតែកើតមានទៀតបងអូនធ្វើការបញ្យល់ឬមួយក៏សរសេរនៅខាងក្រោមវីដេអូនេះដើម្បីឲ្យខ្ញុំអាចយល់ហើយខ្ញុំធ្វើវីដេអូផ្សេងមួយទៀតអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នារាល់អ្នកដែលតាមដាននិងទស្សនានៅវីដេអូរបស់ខ្ញុំគឺមានចំនួនច្រើនប៉ុន្តែចង់ឲ្យអ្នកទាំងអស់គ្នាសំណូមពរអ្នកទាំងអស់គ្នាជួយ follow page ខ្ញុំម្នាក់មួយទៅដើម្បីអាចទទួលបានវីដេអូថ្មីៗនៅពេលក្រោយទៀតអញ្ចឹងអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ